មកពី30នាទីរំលងអត្រាផ្លូវជំវិញមានឯករាជ្យដែលធ្លាប់តែឧទាហរណ៍ពេលនេះប្រែជាស្នាត់ជ្រងំមានតែពន្លឺភ្លើងពណ៌លឿងទុំនៃគោមបំភ្លឺផ្លូវចាំងឆ្លុះនិងដំណក់ទឹកភ្លៀងរលឹមស្រិចពិសិដ្ឋកំពុងជិះម៉ូតូទ្រីមសងស៊េរីចាស់របស់គាត់ត្រឡប់ទៅផ្ទះវិញទាំងហត់នឿយស្រាប់តែម៉ាស៊ីនម៉ូតូក៏រលត់ទាំងមិនដឹងមូលហេតុភ្លើងចង្កៀងមុខស្រអាប់ទៅរហូតដល់នោមនឹកឈឹងមិនមែនតែម៉ូតូទេសូម្បីតែទូរស័ព្ទនៅក្នុងហោប៉ៅក៏ឡើងកង់ទៅខុសធម្មតាខ្យល់អាកាសជុំវិញខ្លួនប្រែជាត្រជាក់ចាក់ដល់ឆ្អឹងហើយសំឡេងសត្វល្អិតយំក្បែរនោះក៏រលាយបាត់អស់ស្ងាត់ដូចនៅក្នុងទីបញ្ចុះសពរំពេចនោះពន្លឺពណ៌ខៀវលាយស្វាយដ៏ខ្លាំងមួយបានចាំងទម្លាក់ចុះមកចំពីលើក្បាលពិសិដ្ឋវាមិនមែនជាពន្លឺពិលឬពន្លឺឡាសែទេប៉ុន្តែវាមានកម្លាំងម៉ាញេទិកដ៏មហិមាខ្លួនប្រាណរបស់ពិសិដ្ឋនិងម៉ូតូស្រាប់តែអន់តែតឡើងពីលើថ្នល់យឺតដូចគ្មានទម្ងន់ពិសិដ្ឋព្យាយាមស្រែករកគេជួយប៉ុន្តែគ្មានសំឡេងអ្វីចេញពីបំពង់កឡើយភ្នែករបស់គាត់ចាប់ផ្ដើមស្រវាំងរហូតដល់សន្លប់បាត់ស្មារតីទៅក្នុងពន្លឺនោះវគ្គ2ពិសោធន៍មរណៈកម្ពស់2ម៉ែត្រដងខ្លួនឡើងវិញពិសិដ្ឋដកដង្ហើមញាប់ស្ទើរដាច់ខ្យល់គាត់ដេកផ្ងានៅលើគ្រែដែកត្រជាក់ស្រីមួយដៃជើងទាំងពីរត្រូវបានចងរឹតជាប់ដោយខ្សែក្រវ៉ាត់លោហៈធាតុពណ៌ប្រាក់ជុំវិញខ្លួនមានតែឧបករណ៍ប្លែកៗដែលបញ្ចេញពន្លឺឌីជីថលពណ៌ខៀវនិងធុងកញ្ចក់ធំៗដែលមានផ្ទុកទឹកថ្លាសំឡេងចឹងដើរធ្ងន់បន្លឺឡើងពីខាងក្រោយស្រមោលងងឹតពេលវាដើរមកចំត្រង់ពន្លឺបេះដូងពិសិដ្ឋស្ទើរតែលោតចេញមកក្រៅវាគឺជាសត្វមានជីវិតដែលមានកម្ពស់ជិត2ម៉ែត្រស្បែកពណ៌ប្រផេះរលោងគ្មានរោមមួយសរសៃក្បាលរបស់វាធំត្រណោលខុសពីសមាមាត្រខ្លួនប្រាណភ្នែកទាំងគូធំខ្មៅងងឹតដូចលំហអាវកាសដែលគ្មានបាតនិងមានមាត់ធំវែងគ្មានបបោមាត់ពោពេញដោយធ្មេញតូចស្រួចញឹកស្ងប់វាឈរអោនមើលពិសិដ្ឋទាំងមិនបញ្ចេញអារម្មណ៍អ្វីទាំងអស់ម្រាមដៃវែងដោយបន្លារបស់វាចាប់តាមចុចលើផ្ទាំងបញ្ជាស្រាប់តែមានជលឡាសែពណ៌ក្រហមឆ្អៅធ្លាក់ចុះមកចំការដើរថ្ងាសរបស់ពិសិដ្ឋវាចាប់តាមធ្វើការពិសោធន៍ខួរក្បាលនិងស្រូបយកព័ត៌មានពីរាងកាយរបស់មនុស្សលោកពិសិដ្ឋបានត្រឹមតែបើកភ្នែកធំទាំងការឈឺចាប់និងភ័យខ្លាចជាពន់ពេក